សម្រាប់បងប្អូនយើងដែលប្រើប្រាស់នៅប្រព័ន្ធទូរស័ព្ទដៃ smartphone ប្រកាសជាឆ្ងល់ហើយតើហេតុអីបានជានៅពេលដែលយើងបដូរទិន្នន័យ$1បាន 8GB បានតែលើកដំបូងតែនៅពេលដែលយើងបដូរទិន្នន័យលើកក្រោយទៀតបែរជាបានតែ 5GB ទៅវិញជួនកាល$1ដូរបាន 8GB ហើយជួនកាលទៀត$ដូរបានតែ 5GB ទេអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាគេដូររបៀបម៉េចឲ្យ$ដូរបាន 8GB រហូតតោះមកអនុវត្តតាមវិធីសាស្ត្រងាយៗរបស់ខ្ញុំបងប្អូនគ្នាបាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល iOS វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបបដូរទិន្នន័យ smartphone $1ឲ្យបាន 8GB រហូតបាទអញ្ចឹងដើម្បីអាចឲ្យយើងបដូរទិន្នន័យ$បាន 8GB រហូតសម្រាប់ប្រព័ន្ធ smartphone គឺគេមានលក្ខខណ្ឌរបស់គេណាបាទអញ្ចឹងសម្រាប់លក្ខខណ្ឌរបស់គេនោះគឺលុះត្រាណាតែបងប្អូនប្រើឧទាហរណ៍ថា$1ហ្នឹងសុពលភាពមួយអាទិត្យឬក៏7ថ្ងៃបើសិនជាយើងប្រើដល់អាទិត្យឬក៏ប្រើដល់ថ្ងៃកំណត់របស់គេនៅពេលដែលយើងបញ្ចូលលុយលើក្រោយគឺវានឹងអូតូហើយបដូរជាទិន្នន័យបាន 8GB តែម្ដងប៉ុន្តែដល់ឡែកបើសិនជាយើងប្រើអត់ដល់ថ្ងៃទេឬក៏យើងប្រើអស់មុនថ្ងៃកំណត់របស់គេអាហ្នឹងពេលដែលយើងបដូរទិន្នន័យទៅគឺបានតែ 5GB ទេបាទប៉ុន្តែបងប្អូនកុំបារម្ភទោះបីជាបងប្អូនប្រើអស់ទិន្នន័យមុនថ្ងៃកំណត់ក៏ដោយក៏ខ្ញុំមានវិធីសាស្ត្រដើម្បីឲ្យអាចបដូរទិន្នន័យហ្នឹងពី$1ដូរបាន 8GB ដូចគ្នាបាទអញ្ចឹងសម្រាប់វិធីសាស្ត្ររបស់ខ្ញុំនោះគឺបងប្អូនត្រូវផ្ដាច់គម្រោងdata អស្ចារ្យ$1នឹងសិនបាទបន្ទាប់ពីផ្ដាច់គម្រោងនឹងហើយចាំយើងបញ្ចូលលុយបាទឥឡូវយើងធ្វើការផ្ដាច់គម្រោងសិនអូខេឥឡូវយើងចូលកន្លែង call ទូរស័ព្ទរបស់យើងមកបាទខ្ញុំរើសប្រព័ន្ធ smartphone របស់ខ្ញុំសិនអញ្ចឹងដើម្បីផ្ដាច់គម្រោង data អស្ចារ្យ$1នឹងបានយើងត្រូវចុចសញ្ញាផ្កាយ1535ផ្កាយលេខ0ត្រង់ជ្រូកបាទបន្ទាប់មកយើងចុចបញ្ជូនបាទអូខេឥឡូវរងចាំវាផ្ញើសារ SMS មកកាន់យើងសិនដើម្បីបញ្ជាក់ថាយើងផ្ដាច់បានឬក៏អត់អូខេនេះហើយគេផ្ញើសារមកហើយបាទអញ្ចឹងគេដាក់ថាអ្នកបានផ្ដាច់គម្រោង data អស្ចារ្យ plus $1បាទអូខេអញ្ចឹងមកន័យថាយើងផ្ដាច់គម្រោង data អស្ចារ្យ$1ហ្នឹងបានដោយជោគជ័យហើយជំហានបន្តទៀតបងប្អូនធ្វើការបញ្ចូលទឹកប្រាក់សិនមកបាទឥឡូវខ្ញុំសូមពេលបញ្ចូលទឹកប្រាក់តិចសិនបាទអញ្ចឹងកន្លែងហ្នឹងខ្ញុំសូមបញ្ជាក់ថាយើងត្រូវផ្ដាច់គម្រោងមុនពេលដែលយើងបញ្ចូលលុយបាទតន់ទាំងអស់គ្នាណាអូខេឥឡូវខ្ញុំបញ្ចូលលុយសិនអូខេឥឡូវខ្ញុំបានបញ្ចូលលុយរួចរាល់ហើយអញ្ចឹងយើងទៅធ្វើការភ្ជាប់គម្រោង data អស្ចារ្យ plus ទាំងអស់គ្នាអញ្ចឹងយើងចូលមកកាន់កន្លែង call ទូរស័ព្ទរបស់យើងមកអញ្ចឹងដើម្បីភ្ជាប់គម្រោងបដូរទិន្នន័យពី$1បាន 8GB ហ្នឹងយើងត្រូវចុចផ្កាយ1535ផ្កាយលេខ8ត្រង់ជ្រូកហើយចុចបញ្ជូនមកអូខេយើងចាំមើលទាំងអស់គ្នាតើបានប្រមាណ G អូខេចាំមើលគេផ្ញើសារមកសិនអូខេឥឡូវគេផ្ញើសារមកហើយបាទឥឡូវខ្ញុំចុចបើកមើលសារសិនអូខេនេះបាទគេដាក់ថាអ្នកបានភ្ជាប់គម្រោង data អស្ចារ្យ plus $1ដោយជោគជ័យឥឡូវនេះអ្នកទទួលបានទិន្នន័យ 8GB សម្រាប់លេងអ៊ីនធឺណិត60នាទីសម្រាប់ការហៅចេញក្នុងប្រព័ន្ធនិង60សារសម្រាប់ផ្ញើសារក្នុងប្រព័ន្ធបាទអញ្ចឹងបងប្អូនឃើញណាបាទមិនលេខសៀកស្ពិនភ្នែកអីទេបាទគឺ$1ដូរបាន 8GB បាទអញ្ចឹងសម្រាប់បងប្អូនយើងដែលប្រើប្រាស់ទិន្នន័យអស់មុនថ្ងៃកំណត់ហ្នឹងគឺយើងត្រូវផ្ដាច់គម្រោង data អស្ចារ្យ plus $1នឹងសិនបន្ទាប់មកចាំយើងបញ្ចូលលុយហើយចាំភ្ជាប់
គម្រោង data អស្ចារ្យហ្នឹងសារជាថ្មីបាទបងប្អូនយល់ណាប៉ុន្តែសម្រាប់អ្នកដែលប្រើប្រាស់ទិន្នន័យ data អស្ចារ្យ plus ហ្នឹងដល់ថ្ងៃកំណត់របស់គេឧទាហរណ៍ថាសុពលភាពមួយអាទិត្យយើងប្រើបានមួយអាទិត្យអាហ្នឹងពេលដែលយើងបញ្ចូលលុយទៅយើងវានឹងអូតូភ្ជាប់$1បាន 8G ដែលស្វ័យប្រវត្តិហើយបាទយើងមិនបាច់ចាំផ្ដាច់គម្រោងអីទេអាហ្នឹងសម្រាប់អ្នកដែលប្រើគម្រោង data អស្ចារ្យហ្នឹងដល់ថ្ងៃកំណត់របស់គេប៉ុន្តែភាគច្រើនខ្ញុំគិតថាប្រើអត់គ្រាន់ទេបាទប្រើអត់ដល់ថ្ងៃទេអញ្ចឹងចាំបាច់ត្រូវតែធ្វើតាមវិធីរបស់ខ្ញុំប្រាប់ហ្នឹងហើយបាទអូខេអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយ Subscribe Like Comment និងកុំភ្លេច Share វីដេអូនេះឲ្យបងប្អូនយើងដទៃទៀតគាត់បានឃើញផងដើម្បីឲ្យគាត់បដូរទិន្នន័យ$1ហ្នឹងឲ្យបាន 8GB ដូចគេដូចឯងផងបាទកុំឲ្យប្រើចាប់អស់ពេកបាទអរគុណ